ตาមានរឿងអ្វីកើតឡើងដំបូងក្រុមហ៊ុនជាងបានដាក់ការបញ្ជាទិញដោយគ្មានហេតុផលចង់ដកដើមទុនវិញទៀតគ្រប់គ្រងផ្នែកហិរញ្ញវត្ថុពីហេតុដល់ការជំរុញគម្រោងអីសូម្បីតែប្រាក់ខែបុគ្គលិកនៅខែក្រោយក៏ជាបញ្ហាដែរតើពួកយើងមិនដែលចុះសម្រុងជាមួយហេងថៃទេហេតុអ្វីបានជាពួកគេដកដើមទុនភ្លាមបែបនេះវាច្បាស់ជាមានហេតុផលហើយឯងទៅសួរនាំឲ្យច្បាស់មើលលោកប្រធានគូខ្ញុំបានសួររួចហើយលេខាបាននិយាយថាការដកដើមទុនត្រូវបានសម្រេចដោយផ្ទាល់ពីប្រធានក្រុមហ៊ុនហេងថៃហើយស្អីទៀតនិយាយមកហើយបន្ទាប់ពីការស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់របស់ខ្ញុំម្ចាស់ជំនួយចេញពីការដកដើមទុនរបស់ហេងថៃក៏ជាក្រុមហ៊ុនចំណូលជាស្នាដៃរបស់មនុស្សតែម្នាក់ជឿមិនជឿស្រេចតែចិត្តនាងការចាក់បញ្ចូលដើមទុនរបស់ក្រុមហ៊ុននិងការបញ្ជាទិញ100 លានជាងលីជួយឆែកមើលឲ្យខ្ញុំបន្តិចថាតើនរណាជាអ្នកស្នងរកតែមួយគត់របស់ក្រុមហ៊ុនជាងលោកប្រធានគូអ្នកស្នងរកតែមួយគត់របស់ក្រុមហ៊ុនជាងមានឈ្មោះដូចគ្នាទៅនឹងភរិយារបស់លោកក៏ឈ្មោះជាងលីដែរជាងលីកុំបន្ទោសខ្ញុំថាមិនបានរំលឹកបើគ្មានខ្ញុំនាងគ្មានតម្លៃអ្វីទាំងអស់តើអាទេដែរជាងលីគឺជាមនុស្សរបស់ក្រុមហ៊ុនជាងដែលមិនធ្លាប់បង្ហាញជាអ្នកស្នងរកតែមួយគត់ប៉ុន្មានឆ្នាំមកនេះការគ្រប់គ្រងផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុនហេងថៃមកលើខ្ញុំក៏ជាការអនុញ្ញាតដោយសម្ងាត់ពីនាងដែរឬមិនអាចទេខ្ញុំត្រូវតែសួរឲ្យច្បាស់អាឡូអ្នកគ្រប់គ្រងផ្ទះតើជំទាវនៅផ្ទះទេគ្មានផ្ទះទៀតទេផ្ទះនៅយូស៊ុយវ៉ានទើបតែត្រូវបានលក់ដោយអ្នកនាងជាងថាម៉េចចុះនាងនៅឯណាអ្នកនាងជាងក៏បាននាំកូនចាក់ចេញទៅបាត់ហើយដែរ